Hello ទាំងអស់គ្នា Welcome back to my YouTube channel អញ្ចឹងវីដេអូថ្ងៃនេះគឺយើងនឹងមករៀនកូដពីដំបូងពី0តែម្ដងជាមួយខ្ញុំអញ្ចឹងកូដដំបូងដែលខ្ញុំលើកយកមកចែកជូនប្រិយអ្នកទាំងអស់គ្នាថ្ងៃនេះគឺកូដ C programming ចាអញ្ចឹងខ្ញុំជាពីណាគេដំបូងខ្ញុំសូមណែនាំខ្លួនសិនខ្ញុំរ៉ានីទាំងអស់គ្នា Channel YouTube រ៉ានី NH ហ្នឹងអញ្ចឹងខ្ញុំជានិស្សិត IT បច្ចុប្បន្នខ្ញុំរៀនចិត្តចប់ไปចឹងណាហើយបច្ចុប្បន្នផងដែរខ្ញុំក៏មាន online course រៀនសាប់អូដែលជានិស្សិត IT ឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ហ្នឹងគឺខ្ញុំមានឋានៈមូលដ្ឋានគ្រឹះកូដដំបូងដែលមានភាសា C និង C++ programming ហើយនឹងមួយឋានៈទៀតគឺថ្នាក់រចនានិងបង្កើត website ពីកម្រិតដំបូងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមើលវីដេអូបរិញ្ញាខ្ញុំចែកម្លែកថ្ងៃហ្នឹងហើយហ៊ានមួយខ្ញុំគិតថាអាចរៀនយកឆាប់ចាប់បានទាំងអស់គ្នាក៏អាចតាក់ទងមកចុះឈ្មោះចូលរៀនមួយខ្ញុំបានដែរហើយចំពោះថ្នាក់កូដមូលដ្ឋានគ្រឹះកូដ C programming ហ្នឹងខ្ញុំមានទាំងថ្នាក់បង្រៀនអនឡាញហើយក៏មានជា study ជា video course ដែរអញ្ចឹងនៅក្នុង video course study របស់ខ្ញុំហ្នឹងក៏មាន group Telegram មានគ្រូចាំជួយ support អ្នកទាំងអស់គ្នាពេលដែលអ្នកទាំងអស់គ្នាមានបញ្ហា code error អីចឹងណាអញ្ចឹងចាំខ្ញុំដាក់ link Telegram របស់ខ្ញុំឲ្យអ្នកទាំងអស់គ្នាតាក់ទងនៅក្នុង description YouTube ហ្នឹងណាហើយក្រៅពីហ្នឹងខ្ញុំក៏មានធ្វើជា video content ចែកម្លែកពីការរៀនកូដពីការរៀន IT នៅលើ TikTok របស់ខ្ញុំមួយនេះ Facebook page របស់ខ្ញុំមួយនេះដែរបើសិនជាអ្នកទាំងអស់គ្នាជានិស្សិត IT ថ្មីក៏កំពុងតែត្រៀមខ្លួនចង់មករៀន IT ចង់ដងព័ត៌មានបន្ថែមពីការរៀន IT ទាំងអស់គ្នាក៏អាច check មើលទាំង Facebook page ទាំង TikTok របស់ខ្ញុំហើយខ្ញុំក៏មាន Telegram public group ដែរទាំងអស់គ្នាអាច join free ទាំងអស់គ្នាចង់ដឹងពីការរៀន IT ផ្សេងៗក៏ចង់ដឹងព័ត៌មានអំពីការសិក្សារបស់ខ្ញុំក៏អាច join group នឹង free បានផងដែរហើយវីដេអូរៀនកូដថ្ងៃដំបូង C programming នេះគឺជាវីដេអូដែលខ្ញុំបានធ្លាប់បរៀនកូនសិស្សនៅក្នុងថ្នាក់ online course របស់ខ្ញុំអញ្ចឹងខ្ញុំក៏យកវីដេអូនេះមកចែកម្លែកជូនអ្នកទាំងអស់គ្នា free នៅក្នុង channel YouTube នេះផងដែរអញ្ចឹងទាំងអស់គ្នាក៏អាចចូលមើលពីដំបូងតែម្ដងអញ្ចឹងពេលទៅមុខទៀតខ្ញុំនឹងអាចចែកម្លែកមេរៀននេះតទៅមុខទៀតមិនថាថ្នាក់ C និង C programming ឬក៏ថ្នាក់រចនាបង្កើត website ក៏ខ្ញុំអាចនឹងចែកជូនឆាប់ៗដែរអញ្ចឹងកុំភ្លេចចូល subscribe ឲ្យហើយទៅចាតោះអញ្ចឹងឥឡូវគឺយើងមករំលឹកតកតងមួយ data type ហើយនឹង variable ម្ដងឃើញណាតោះអញ្ចឹងបន្ទាប់ពីហ្នឹងយើងទៅរំលឹក data type មុនអញ្ចឹង data type យើងមានអីគេខ្លះអ្នកគ្រូប្រាប់បងនៅក្នុងថ្នាក់មកហៅឲ្យអ្នកគ្រូម្នាក់មួយមកមានអីគេខ្លះមកចាមានឆាកចាហៅណាហៅមួយណាមុនក៏បានដែរអត់អីទេមកឆាកឲ្យមានអីទៀតចា n យកសំតោn ហើយគេ double ចាហើយគេទៀតមកចា short float អីគេចា long មានអីទៀតអត់អូខេតោះចាអីគេមួយទៀតអ្នកគ្រូស្ដាប់អត់បានអ្នកគ្រូមានបង្ហាញ data type នឹងដែរមែនអូចាហ្នឹងហើយអត់អីទេស្រាវជ្រាវបានក៏បានតែអ្នកគ្រូបង្ហាញតែប៉ុណ្ណេះអញ្ចឹងណាចាតោះអញ្ចឹងបន្ទាប់ពីនឹងមកតោះគ្នាយើងបិទមុខសិនទៅអូខេតើអញ្ចឹងបន្ទាប់ពីនឹងមកយើងទៅរំលឹកមួយតោះ data ឆាហ្នឹងគឺសម្រាប់អីគេនេះយើងសម្រាប់ប្រើជាមួយគេតួអក្សរត្រូវអត់ string តែប្រើជាមួយតួអក្សរអញ្ចឹងអ្នកគ្រូដាក់ថា string ចាហើយមួយទៀត format ភាគរយវាអីគេបើមួយឆាតបើសិនជាតួអក្សរយើងច្រើនតួចាបើវាឆាតតែឆាតមានន័យថាយើងប្រើតួអក្សរតែមួយតួទេ string ដែរប៉ុន្តែតែមួយតួអញ្ចឹងអ្នកគ្រូបើកបុកចប់ណាចាមួយតួត្រូវអត់ណាមួយតួយើងពិសេសបែបនេះមានន័យថា pet f ក៏ pet m ហ៎ចាហើយបន្ទាប់ពីនឹងមកខ្ញុំចាំបានតោះខ្ញុំក្បៀសមួយទៀតនៅមានឆាមួយទៀតប៉ុន្តែយើងដាក់គ្នាបឆែចា20អីចឹងណាអូខេអញ្ចឹងខ្ញុំបើកមុខកញ្ចក់មួយអានេះខ្ញុំដាក់វាមកក្រោមទៀតចាអញ្ចឹងអាហ្នឹងគឺករណី string យើងច្រើនតួឥឡូវដាក់ string ឲ្យចុចចេះតោះអញ្ចឹងបើសិនជាយើងប្រើឆាតេមានន័យថាតាមតួអក្សរឯងបើយើងប្រើឆាមានគ្នាបគឺច្រើនតួអក្សរឥឡូវយើងបិទអាហ្នឹងមួយអូខេតោះអញ្ចឹងបន្ទាប់ពីអាហ្នឹងមកអាទី2នេះn យើងប្រើសម្រាប់អីគេប្រភេទអីគេមកតែគេឆ្លើយបានអូខេលេខកូដចាស់អ្នកផ្សេងទៀតថាលេខកូដដែរអត់ចាស់មកចប់ហើយឆ្លើយទៅតារាម្នាក់អ្នកផ្សេងអត់មានឆ្លើយសោះតើចេះសុនតើអត់ចេះសុនអូខេតោះរចនាបន្ហួរ repeat មិនដែរ
តើបើគ្នាយើងឆ្លាតបានយើងត្រូវ reaction ចាដូចខ្ញុំចាបែបនេះអីចឹងណាអូខេតោះណាយចាតោះអញ្ចឹងចា n ហ្នឹងគឺយើងប្រើសម្រាប់លេខដែរហើយលេខកូដទៀតអញ្ចឹងអាចថាអ្នកគ្រូដាក់ស្មើអញ្ចឹងណាលេខ1លេខ2ក៏លេខ10ក៏លេខ20អីប៉ុន្តែប្រើបានតែលេខត្រឹមខ្ទង់ពាន់អីទេអត់ឲ្យលើសនឹងដល់100ដល់អីទេណា n ហ្នឹងគឺសម្រាប់តែប៉ុណ្្នឹងឯងអូខេតោះអញ្ចឹងខ្ញុំបិទមួយបន្ទាប់ពីនឹងមកគឺយើងមាន double ចាតោះ double ប្រភេទលេខអីគេតោះបើចាំគ្នាយើងឆ្លើយទេព្រោះខ្លាចអស់ម៉ោងចា double គឺយើងប្រើចំពោះ number ដូចគ្នាប៉ុន្តែលេខក្បៀសប៉ុន្តែក្បៀសហ្នឹងគឺក្បៀសច្រើននេះអាចថាចាបែបនេះក៏បែបនេះចេះអីមកច្រើនអញ្ចឹងទៅចាចតប៉ុណ្នេះអីមកអញ្ចឹងណាអញ្ចឹង double ហ្នឹងគឺគេប្រើចំពោះប្រភេទតំណែងលេខដែរលេខក្បៀសហើយលេខក្បៀសច្រើនខ្ទង់អូខេហើយសតប្រើចំពោះអីតោះឲ្យទៅមើលវីដេអូម្ដងទៀតហើយមួយទៀតអ្នកគ្រូចង់លើកពី float ចា float គឺប្រើជាមួយនឹង number ដែរប៉ុន្តែ number លេខក្បៀសហើយប៉ុន្តែក្បៀសខ្ទង់តូចតូចទេខ្ទង់ពាន់ខ្ទង់អីឯងអាចថាចាក្បៀស45ក៏65.32អញ្ចឹងណាចាលេខក្បៀសហើយលេខទូចអាហ្នឹងគឺគេប្រើ float ចាហើយ long ប្រើសម្រាប់ធ្វើអីសំទោសទៅវាបដ ாய் លោកអស់លេខតោះអញ្ចឹងអានេះ double គឺសម្រាប់ចាលេខក្បៀសចាច្រើនបិទមួយចាសទុកម្ដងឡងនេះទៅឲ្យគ្នាយើងទៅមើលវីដេអូម្ដងទៀតចាហើយផលិតតានេះមួយទៀតអីអញ្ចឹង float គឺលេខតូចលេខក្បៀសបែបនេះចាតូចបែបនេះចឹងមកតោះអញ្ចឹងកោទាំងអស់ហ្នឹងខ្ញុំគ្រាន់តែរំលឹកតែអញ្ចឹងខ្ញុំអាចបិទវាអូខេតោះបន្ទាប់ពីនឹងហើយខ្ញុំនឹងទៅប្រាប់ពីរបៀបប្រើប្រាស់ data type ជាមួយនឹង variable តោះឥឡូវខ្ញុំនឹងប្រើចំពោះ n មុនគេឧទាហរណ៍ថាខ្ញុំចង់បានលេខ ID របស់សិស្សមួយជា student ID ណាអញ្ចឹងយើងដឹងហើយថាលេខ ID គឺយើងមិនត្រូវប្រើលេខកូដយើងអាចប្រើលេខក្បៀសបានទេត្រូវអត់ទាំងអស់គ្នាអូខេតោះមកណាគេអាចឆ្លើយបានឆ្លើយមកកុំនេះស្ងាត់ចឹងអូខេតោះJason តារាអូខេតោះអញ្ចឹងទី1គឺចា n គឺខ្ញុំប្រើ data type n ដែលផលអីខ្ញុំចង់បាន student ID លេខ ID របស់សិស្សចាអញ្ចឹងឈ្មោះ variable ណាយើងត្រូវដាក់ឈ្មោះសម្គាល់អញ្ចឹងខ្ញុំប្រើពាក្យថា student ID ស្មើ101ចឹងតើហេប៉ុណ្ណឹងណាចាអញ្ចឹងមានន័យថាលេខ student ID ហ្នឹងគឺមានលេខ101ចាលេខកូដមកអត់មានក្បៀសទេចាបន្ទាប់ពីហ្នឹងហើយខ្ញុំចង់បង្ហាញលេខ101នេះនៅលើអាផ្ទាំងសខ្មៅរបស់យើងមិញហ្នឹងអញ្ចឹងត្រូវធ្វើម៉េចតោះតារាមកសរសេរអីគេដើម្បី print វាចេញមកក្រៅហ៎ចាតាមមុននឹងប្រើភាគរយនេះយើងត្រូវបើកសរសេរអីសិនចាយើងត្រូវសរសេរ print ព្រោះយើងចង់ print ចាហើយយើងបើកថ្មីកដោ2ហើយក្នុងថ្មីកដោហ្នឹងគឺយើងសរសេរ string យើងសរសេរអក្សរអីគឺចេញអក្សរហ្នឹងអញ្ចឹងខ្ញុំចង់បាន student ID ទៅអត់អញ្ចឹងខ្ញុំសរសេរប្រាប់គេមកថា student ID is ចាហើយចុច2ចេះមកអូខេបន្ទាប់ពីហ្នឹងហើយយើងគិតគូរទៀតហើយយើងសរសេរបានប៉ុណ្នេះហើយយើងដាក់ក្បៀសមួយមកឲ្យហើយចែកជា wing error ណាអូខេអញ្ចឹងខ្ញុំចង់បាន student ID ហើយខ្ញុំប្រាប់យើងហើយថា n លេខ number ហ្នឹងណាគឺវាមាន format ភាគរយវាគឺគេប្រើប្រាស់ភាគរយ d ខ្ញុំណូតឲ្យខាងលើអញ្ចឹងបើយើងចង់បង្ហាញលេខ ID 101ហ្នឹងកន្លែងពីមុខថ្មីកដោ2ហ្នឹងណាយើងត្រូវហៅភាគរយ d មកចែកដាក់ខាងចុងគេហ្នឹងណាបង្ហាញវានៅកន្លែងហ្នឹងហ្មងចាបន្ទាប់ពីហ្នឹងហើយយើងក្បៀសមួយយើងដក clear យើងត្រូវតែហៅ variable ID នេះមកពីខាងចុងនៅបន្ទាប់កំពុងកញ្ចក់ហ្នឹងហើយបញ្ជាក់ student ID នេះទៅសេខុសមកពាក្យចេះ ID ទៅចេះកូដហ្នឹងគឺ error ហើយអញ្ចឹងបើសិនជាកន្លែងនេះអ្នកភាសរសេរ student ហើយ ID អក្សរធំប្រកាសថាកន្លែងនេះហើយអ្នកនរគ្នាត្រូវទៅសរសេរឲ្យដូចទាំងអស់អត់មានឲ្យខុសមកពាក្យអីអញ្ចឹងធ្វើមិនដើម្បីកុំឲ្យខុសចាយើងចុចឡើងនេះមកយើង control C ហើយយើងមកផាសវា control V ឡើងនេះមកឃើញអត់មានខុសទេហើយកូដយើងក៏អត់មាន error ដែរតោះឥឡូវយើងចង់ដឹងថា101នេះចាញ់អត់យើងទៅរានទាំងអស់គ្នាអ្នកនេះឃើញអត់នេះ student ID is 101ឃើញទេចាញ់មកបាត់ហើយអញ្ចឹងយើងដាក់ភាគរយ d នៅខាងមុខនេះចាញ់ហេតុផលហ្នឹងហើយបានវាចាញ់មកឃើញអត់អូខេតោះនៅទាំងអស់គ្នាចាអាកន្លែងដាក់ភាគរយហ្នឹងយើងទិញទៅទាំងអស់គ្នាចាចំណាំចាំអង្គុយសោតចាការខ្ញុំរៀនដំបូងខ្ញុំបរៀនដំបូងខ្ញុំឲ្យកូនសិស្សអង្គុយសោតមកបើបរៀនផ្ទាល់វិញខ្ញុំឲ្យចាឲ្យសោតឲ្យគ្រូស្ដាប់មក n ប្រើភាគរយ d អូខេយើងចំណាំមួយណា
បន្ទាប់ពីនឹងហើយចាឥឡូវវាចាញ់ហើយចាយើងទៅធ្វើមួយទៀតគឺយើងទៅប្រកាសឈ្មោះសោះអញ្ចឹងឈ្មោះជាតួអក្សរប៉ុន្តែមិនមែនតែមួយតួទេទាំងអស់គ្នាឧទាហរណ៍ថាយើងឈ្មោះរចនាអញ្ចឹងឃើញអត់រចនាឡើងច្រើនតួមែនតើអញ្ចឹងយើងដឹងហើយថាបើវាជាឈ្មោះជាតួអក្សរយើងអត់ប្រើ n អីទៀតទេយើងដូរមកប្រើឆាម្ដងណាអញ្ចឹងលើកនេះអ្នកគ្រូដាក់ថាឆា student name ចាឃើញអត់ឈ្មោះ variable អញ្ចឹងអាកន្លែងឈ្មោះ student id student name នេះយើងចង់ដាក់ឈ្មោះផ្សេងក្រៅពីខ្ញុំក៏បានដែរយើងចង់ដាក់ថាចា id ទៅទេអត់មានពាក្យ student ក៏បានចង់ដាក់ថា name ទៅទេអត់មានពាក្យ student ក៏បានដាក់តាមចិត្តទាំងអស់គ្នាវាគ្រាន់តែឈ្មោះឯងប៉ុន្តែគេហាមទាំងអស់គ្នាហាមមួយគេខ្លះណាគេនេះចាំអត់ហាមមួយគេខ្លះហើយនឹងហាមមួយគេខ្លះមានកន្លែងខ្ញុំហាមណាតារាមកគ្រូហាមមួយគេខ្លះតាមមុខហ្នឹងចាដល់ហើយឃើញអត់ yes ត្រឹមត្រូវអញ្ចឹងខាងមុខកន្លែងអាហ្នឹងគេហៅថា variable ហើយអាកន្លែងយើងឃើញខ្មៅដិតនេះណាអាហ្នឹងគឺគេហៅថា data type ឯងអញ្ចឹងអា data type ហ្នឹងទៅសេទៅចេញ data type ខ្មៅអញ្ចឹងបានត្រូវបើអត់ចេញទេអត់ត្រូវទេអញ្ចឹងអាកន្លែងឈ្មោះ variable នេះគឺដូចតារាគាត់ប្រាប់អញ្ចឹងហាមប្រើសញ្ញាចេះហាមប្រើសញ្ញាចេះហាមអត់ឲ្យប្រើទេកូដហ្នឹងគឺ error ហើយអញ្ចឹងយើងទៅសេអក្សរធម្មតាអញ្ចឹងណាអក្សរតូចអក្សរធំអីចឹងធម្មតាបែបហ្នឹងឯងអូខេអញ្ចឹងកន្លែងឆានេះ student name អញ្ចឹង name គឺច្រើនតួអញ្ចឹងច្រើនតួខ្ញុំត្រូវទៅថែមគ្នាឲ្យវាចេះអូខេ30តួជាចុះអញ្ចឹងបើខ្ញុំដាក់ឡើងនឹង30មានន័យថាឈ្មោះហ្នឹងណាត្រូវទៅតូជាង30អត់ឲ្យឈ្មោះរចនាអូច្រើនអត់បានទេឈ្មោះតារចនាហ្នឹងមកបានហើយគឺតូជាង30វិញអត់ចាបន្ទាប់ពីហ្នឹងមកយើងបោះចេញមកយើងដាក់សញ្ញាស្មើហើយបើសិនជាវាជា string យើងត្រូវបើកចាថ្មិញទៅដល់2សងខាងចេះឲ្យបិទអានេះមកហើយមកតែអញ្ចឹងដាក់ឈ្មោះរចនាអញ្ចឹងមកអូខេអញ្ចឹងឃើញអត់រចនាចាឃើញទេតែអញ្ចឹងអាគ្នានេះសំទោសអាថ្មិញទៅដល់2សងខាងហ្នឹងណាត្រូវទៅដាក់ឥឡូវនេះ id លេខធម្មតាគេអត់ដាក់ទេគេដាក់តែ string name នេះទេអញ្ចឹងណាឥឡូវអ្នកគ្រូចង់ print រចនាហ្នឹងដូចid នេះតោះអ្នកគ្រូសរសេរគេខ្លះមកអ្នកផ្សេងឆ្លើយខ្លះមើលណាគេរចនាមករចនាឆ្លើយបានអត់អូខេអញ្ចឹងអ្នកគ្រូចង់ print ចាឈ្មោះរចនាឯងដូចខាងលើអញ្ចឹងអ្នកគ្រូទៅសេគេខ្លះមកហៅអ្នកគ្រូតិចមើលចា print f ហើយក្នុងនោះយើងដាក់ថា student ចា name ចា each អីចឹងមកចាអូខេអញ្ចឹងយើងត្រូវគិតទៀតហើយកាលណាយើងប្រើឆាហើយមានឈ្មោះច្រើនតួហើយដាក់គ្នាបចាយើងត្រូវចាំណាអាឆាមានគ្នាបហ្នឹងណាចាខ្ញុំក្បៀសឡើងនេះឲ្យនេះអាឆាមានគ្នាបហ្នឹងស្មើមកគឺយើងត្រូវប្រើភាគភាគរយ s ចាអញ្ចឹងយើងចំណាំយើងទិញហ្មងឲ្យតគ្រូប្រកាសថា student ចា variable ហើយមានគ្នាបហើយហៅមកប្រើគឺត្រូវប្រើភាគរយ f ចាភាគរយ s ចេះចឹងឡើយនេះកុំភ្លេចដាក់ /n ផងបើដាក់ /n កូដហ្នឹងវាអត់ចាស់បន្ទាត់ជួយឈរទេណាចឹងនេះ /n ចាឲ្យហើយដែរមកចាអញ្ចឹងយើងចំណាំមកប្រើភាគរយហ្នឹងណាចាបើយើងអត់ចំណាំទេយើងកត់ទុកទៅពេលយើងមកវីដេអូអ្នកគ្រូប្រាប់ថាn ប្រើភាគរយអីយើងនៅទុកខ្លួនឯងធ្វើមិនឲ្យចាំតោះនេះចំណាំវាបន្ទាប់ពីនឹងមកចាអត់ទាន់អស់ហើយរចនាយើងត្រូវឲ្យគេមកទៀតខាងចុងនេះហ៎ត្រូវឲ្យគេម្ដងទៀតមើលត្រូវឲ្យគេចាត្រូវឲ្យ student name នេះឃើញអត់យើង copy មកយើងផាសខាងចុងនេះពុបចឹងមកចាអត់មានដាក់គ្នាអីទេអាពេលហៅមកប្រើហ្នឹងគឺសាមញ្ញធម្មតាបែបហ្នឹងហើយកុំភ្លេចគ្នានៅខាងចុងនេះផងសំតោក្បៀសចា semicolon តែខ្ញុំខ្វាយឡើងនេះមកអូខេតោះយើងទៅរ៉ានទាំងអស់គ្នាអូខេឃើញអត់ student id 101 student name is រចនាចាចេញមកហើយអូខេប៉ុណ្្នឹងឯងតោះ JSON តើអត់ JSON on អូខេតោះផ្សេងទៀតដូចជាកូនតើអត់ដូចជាកូនលោក react ប្រាប់អ្នកគ្រូអីបែបនេះមកស្ងាត់ឈឹងហ្មងតោះមិញស៊ឺលីតាប៊ុនហួរបតៃស្រីពេជ្រអូខេចាភាគរយ s ហ្នឹងគឺអ្នកគ្រូដាក់ដើម្បីអីដើម្បីអាចឲ្យគេ print ឈ្មោះរចនាហ្នឹងចេញមកបានអ្នកគ្រូប្រើភាគរយ s ដោយសារតែ student name នេះយើងប្រកាសមានគ្នាបឆាយើងប្រើឆាឲ្យមានគ្នាបអញ្ចឹងត្រូវទៅប្រើភាគរយ s ហ្នឹងមកតែម្ដងចា
តបន្តពីនឹងមកអូខេ Jason ជួបអានចាមានន័យថាអូនចង់ឲ្យគេដាក់ឈ្មោះនៅក្នុងនេះចាប្រឡោះទ្វីកដោហ្នឹងណាដាក់ប្រហែលតួឥឡូវឈ្មោះរចនានេះ1 2 3 4 5 6តួអញ្ចឹងវាតូចជាង30ទេអញ្ចឹងឈ្មោះហ្នឹងគឺ print ឲ្យយើងហើយតែបើករណីឈ្មោះនឹងលើស30អូវែងឆ្ងាយអីណានៃទៀតចឹងណាគាត់នឹងអត់ print ឲ្យយើងហីបាត់ឈឹងមកតោះណាអញ្ចឹងយើងត្រូវដាក់ឲ្យតូចជាង30ហ្នឹងឈ្មោះហ្នឹងអត់មានដាក់វែងទេណាចាតោះអាហ្នឹងករណីឆាមានគ្នាឥឡូវករណីឆាអត់មានគ្នាទេតេស្អាតតោះឥឡូវអ្នកគ្រូឆា gender អញ្ចឹងយើងដឹងហើយ gender មានន័យថាភេទអញ្ចឹងភេទគេតែងតែប្រើនិមិត្តសញ្ញា FM មានន័យថាស្រីក៏ប្រុសអញ្ចឹងខ្ញុំប្រើតែមួយតួឯងអញ្ចឹងខ្ញុំអត់ចាំបាច់ដាក់គ្នាទេឡើង gender ហ្នឹងណាចាខ្ញុំទៅសេ gender ខ្ញុំទៅសេសញ្ញាស្មើហើយខ្ញុំបាក់ចុច2ហើយខ្ញុំប្រើភេទ FJ ហើយខ្ញុំបិទ semicolon ឃើញអត់អញ្ចឹងអានេះឆាដែរ string ដែរតួអក្សរដែរប៉ុន្តែតែមួយតួឯងអញ្ចឹងដល់ពេលមួយតួគេទៅសេទៅចុច2ចេះទាំងអស់គ្នាគេអត់ទៅសេចុចពីរដងគ្មានកដោចេះណាចំណាំតែឥឡូវខ្ញុំចង់ print អញ្ចឹងខ្ញុំ print ធម្មតាចា print f ចឹងមកagain student gender is មកចឹងមកតោះអញ្ចឹងបើសិនជាឆារបស់យើងអត់មានគ្នាទេហើយមានតែមួយតួយើងត្រូវប្រើប្រាស់ភាគរយ C ឥឡូវអ្នកគ្រូ note ឲ្យពីលើនេះចាអាណានេះអ្នកគ្រូដាក់សញ្ញាស្មើឲ្យគឺយើងប្រើប្រាស់ភាគរយ C ម្ដងចាអញ្ចឹងយើងចំណាំអូខេឆានេះអត់មានគ្នាទេតេស្អាតអញ្ចឹងយើងហៅភាគរយ C មកហើយកុំភ្លេច add ស្លាក n ផងឲ្យវាចុះបន្តទៅជួយឈរចាអញ្ចឹងយើងក្បៀសចាយើងហៅ gender នេះចាហៅវាមកប្រើដដែលចាឲ្យបិទ semicolon ខាងចុងឃើញអត់តោះឥឡូវអ្នកគ្រូទៅរាំងនេះមើលនេះទាំងអស់គ្នាឃើញទេចា student name is រចនា student gender is F ភេទស្រីចាអញ្ចឹងយើងរៀនចំណាំមួយទៀតណាចាឆាតតេគឺប្រើភាគរយ C ឆាមានគ្នាគឺប្រើភាគរយ S តើអត់ទាំងអស់គ្នាអូខេអត់អត់តន់ទេទិញទៅមើលទិញហើយអត់ចាំទៀតចាត់អ្នកគ្រូឲ្យទៅសេដាក់លើកដាស់សភៅឲ្យអ្នកគ្រូ100បន្ទាត់ណាជំនាញឲ្យចាំហ្មងអូខេហ្នឹងគឺយើងអូខេតោះមកអ្នកផ្សេងទៀតបើតន់លើកមេដៃលើក reaction តោះមិញស៊ឺឆាត់សឹងតែជាកូននេះអត់មានឃើញ react អីសោះអូខេតោះចាល្អអូខេតោះអញ្ចឹងបន្ទាប់ពីហ្នឹងគឺយើងនឹងសល់មួយចុងក្រោយទៀតគឺfloat ចាអញ្ចឹង float មានន័យថាលេខដែរប៉ុន្តែលេខក្បៀសហើយលេខក្បៀសទួយជាទាំងអស់គ្នាណាលេខក្បៀសទួយខ្ទង់100ខ្ទង់1000អីតែប៉ុណ្្នឹងឯងអត់ដល់ខ្ទង់10000ទេចាអញ្ចឹងខ្ញុំសូមដាក់វាទៅលើ variable មួយគឺជាបន្ទុករបស់សិស្សអញ្ចឹងបន្ទុកខ្ញុំតាំងឲ្យ variable score ចាអញ្ចឹងអាកន្លែងហ្នឹងគ្នាយើងអត់ចង់ដាក់ score ចង់ដាក់ price ផលិតផលអីដាក់មិនដាក់ទៅតែសម្រាប់ខ្ញុំនេះគឺខ្ញុំប្រើ student អញ្ចឹងខ្ញុំប្រើតាក់ទងមួយបន្ទុកអីអញ្ចឹងទៅអញ្ចឹងណាតែខ្ញុំគ្រាន់តែបាក់សញ្ញាស្មើចាអញ្ចឹងវាជាលេខហើយលេខក្បៀសណាអញ្ចឹងខ្ញុំសូមយកបន្ទុកគាត់ហ្នឹង 50.50 ចា student float ខ្ញុំប្រើ float score 50.50 ហើយខ្ញុំបិទក្បៀសអញ្ចឹងខ្ញុំចង់ print បន្ទុកហ្នឹងចាគឺខ្ញុំទៅសេ print f ធម្មតាដាក់ថា student score អីចឹងមកឥឡូវយើងត្រូវចំណាំទៀតហើយបើសិនជា data type របស់ខ្ញុំប្រើ float អញ្ចឹងពេលដែលខ្ញុំចង់ print វាមកប្រើប្រាស់ format ភាគរយវាគឺខ្ញុំប្រើប្រាស់ចាភាគរយ F ចាអញ្ចឹងណាទាំងអស់គ្នាតែឥឡូវខ្ញុំ note ទុកឲ្យនេះកន្លែង float នេះចាអញ្ចឹង format របស់វាគឺខ្ញុំប្រើភាគរយ F អូខេតោះបន្ទាប់ពីហ្នឹងហើយខ្ញុំក្បៀសខ្ញុំត្រូវហៅនេះ score នេះចាដាក់មកពីចុងឃើញអត់ score ហ្នឹងបើយើងទៅសេ score ទៅទេយើងហៅ score ទៅទេបើយើងទៅសេ score student យើងហៅ score student មកអូខេហើយយើងបិទឡើងនេះមកអូខេឥឡូវខ្ញុំទៅរ៉ាន់មើលសិនចង់ដឹងថាវាចេញមកអត់ឡើងនេះបច្ចេកអត់មានប្រើក្បៀសចេះណាយ៉ារើហើយគឺប្រើចត់ចេះតោះអញ្ចឹងខ្ញុំទៅរ៉ាន់នេះទាំងអស់គ្នាឃើញអត់តោះគ្នាមើលវាចេញ student score ដែរប៉ុន្តែវាមិនចេញ 50.50 ទេវាមាន000មកឡើងមួយជួរនិយាយយើងឃើញអត់ឃើញអញ្ចឹងមែនទេឃើញអត់ទាំងអស់គ្នាឃើញ0ច្រើនអត់នេះអូខេឃើញមកអ្នកផ្សេងទៀតឃើញអត់អូខេឃើញហ្នឹងហើយអញ្ចឹងហេតុផលដែលវាចេញច្រើនដោយសារតែយើងអត់ទាន់បានសរសេរកូដកំណត់អញ្ចឹងកូដហ្នឹងខ្ញុំចង់ឲ្យចេញតែ 50.50 ទេមានន័យថាក្រួយក្បៀសនេះតែ2ខ្ទង់ទេអញ្ចឹងកន្លែងភាគរយ F នេះខ្ញុំដូរណាទៅជាភាគរយចុច 2F
ឃើញអត់អញ្ចឹងភាគរយ f ហ្នឹងយើងដាក់ដដែលដាក់រហូតប៉ុន្តែយើងចង់បានក្រួយក្បៀសបានពីខ្ទង់ទៅអត់អញ្ចឹងយើងដាក់ចុច 2f ចឹងមកតែឥឡូវមុននឹងរ៉ានថ្មីយើងត្រូវខ្វាយអាចាស់នេះសិនចេះតោះយើងទៅរ៉ាននិយាយដល់ឃើញអត់ student score x 50.50 ឥឡូវបើអត់ជឿគ្រូទេគ្រូថែមលេខ1នៅខាងចុងនឹងមួយទៀតនេះឃើញអត់ 50.511 លើគ្រូទៅរ៉ានមកឃើញអត់គឺវាចេញតែ 50.50 ទេទោះបីនៅក្រួយក្បៀសមានម៉ានខ្ទង់ក៏ដោយគឺវាចេញតែប៉ុណ្្នឹងឯងអញ្ចឹងអាកន្លែងខាងមុខហ្នឹងទាំងអស់គ្នាចង់ដាក់ចេញ3ខ្ទង់យើងដាក់លេខ3យើងមកចាយើងខ្វែងហើយយើងទៅរ៉ានតោះឃើញអត់វាចេញ 50.501 ឃើញអញ្ចឹងកន្លែងហ្នឹងគឺយើងកំណត់វាបែបហ្នឹង